ឆ្លងជំងឺការមករោគប្រមេះទឹកបាយបើសិនជាបានធ្វើការព្យាបាលមានផលប៉ះពាល់បែបណាខ្លះចំពោះស្ត្រីបើសិនជាបានធ្វើការព្យាបាលគឺប្រឈមជាមួយនឹងការរលាកទៅនឹងសាច់ដុំអាំងតាគៀកដែលធ្វើឲ្យគាត់មានការរីករាលដាលទៅជាការរលាកស្បូនរលាកបំពង់ដៃស្បូនដែលធ្វើឲ្យគាត់អាចនឹងប្រឈមជាមួយនឹងការរលាកអាំងតាគៀករ៉ាំរ៉ៃទី2គឺប្រឈមជាមួយនឹងបញ្ហាពិបាកនៅក្នុងការមានកូនអាចនឹងធ្វើឲ្យស្ត្រីនោះនឹងទៅលើកត្តាសំខាន់គឺនៅពេលដែលមានការឆ្លងនៅពពួកការមករោគប្រមេះទឹកបាយគឺធ្វើឲ្យស្ត្រីមានការរលាកស្បូនបានលឿនធ្លាក់សទៅជាខាប់មានពណ៌មានក្លិនមានរមាស់ដែលបង្កទៅដល់ការរួមភេទនៅជាមួយនឹងដៃគូនិងឈឺចាប់ពេលដែលមានការរួមភេទចំពោះបុរសអាចនឹងធ្វើឲ្យមានការឡើងហើមពងស្វាចាប់ផ្ដើមពិបាកនៅក្នុងការនោមរលាកទៅនឹងបំពង់បង្ហួរនោមដែលធ្វើឲ្យគាត់ពិបាកនៅក្នុងការនោមមកឈឺនោមមកសើនោមមកកាហាយដូចគ្នាហើយចំពោះបុរសក៏អាចនឹងធ្វើឲ្យគាត់អសមត្ថភាពនៅក្នុងការមានកូនដូចគ្នាអញ្ចឹងបើសិនជាក្នុងករណីបងស្ត្រីឬក៏បងបារោះកំពុងតែមានការឆ្លងនៅពពួកមេរោគប្រមេះទឹកបាយបងប្អូនគួរតែឆាប់ធ្វើការស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវហើយចំពោះរោគសញ្ញាដែលបង្ហាញថាបងប្អូនមានការឆ្លងនៅពពួកមេរោគប្រមេះទឹកបាយទី1គឺចាប់ផ្ដើមមានការធ្លាក់ទឹករំអិលចេញពីប្រភេទទាំងស្ត្រីនិងបុរសធ្លាក់មកខាប់ដោយខ្ទុះមានពណ៌លឿងខៀវបៃតងចាប់ផ្ដើមមានការរមាស់ខ្លាំងទៅតាមប្រដាប់ភេទសម្រាប់ស្ត្រីអាចនឹងឡើងកទួលឡើងពងបែកនៅនឹងប្រដាប់ភេទនឹងចាប់ផ្ដើមប្របាក់នៅក្នុងការនោមមកសល់នោមមកញឹកនោមមកឈឺអួជុំវិញបរិវេណថ្ងាសពោះចុករយចកេះឬក៏ចុកទៅនឹងអាំងតាគៀកនិងមួយវិញទៀតអាចនឹងធ្វើឲ្យមានការឡើងកម្ដៅខ្លួនខ្លាំងក្តៅខ្លួនឈឺក្បាលវិលមុខឡើងកូនកដុលអញ្ចឹងបើសិនជាក្នុងករណីបងប្អូនកំពុងមានរោគសញ្ញាដូចដៃនៅគ្រូរៀបរាប់ជាការឆ្លងនៅពពួកមេរោគប្រមេះទឹកបាយមិនថាស្ត្រីឬក៏បុរសគួរតែឆាប់ធ្វើការស្វែងរកដំណោះស្រាយហើយបងប្អូនចង់បានវិធីព្យាបាលបងប្អូនអាចធ្វើការទៅនៅមកកាន់អ្នកគ្រូនឹងផ្ដល់ជាដំណោះស្រាយជូន